ទីពិសោធន៍គឺសូមមេត្តាជួយយកចិត្តទុកដាក់លើបញ្ហានេះលទ្ធផលតេស្តបើវាល្អៀងវាបង្កើតនៅសំណួរហើយបាទហេតុអីបានតេស្តកន្លែងនេះឃើញប៉ុណ្ណេះតេស្តយកទៅកន្លែងមួយទៀតឃើញប៉ុណ្ណោះនឹងមួយហើយបាទទី2បើសិនជាលទ្ធផលនេះត្រូវបានគេអាច compromise បានកែបានឧទាហរណ៍ជាតិពុលមើលច្រើនពេកបន្ថយបានអញ្ចឹងនិយាយត្រូវគ្នាបន្ថយលេខអីបានបើយើងធ្វើអញ្ចឹងទេបាក់ទាំងអស់ហើយនៅទំនុកចិត្តបាទហើយបើសិនជាមាន case តែមួយដែលគេចាប់បានគឺស្អុយឈ្មោះមកប្រទេសយើងតែម្ដងបាទអញ្ចឹងមិនថាវិធីពិសោធន៍ជាតិរបស់រដ្ឋមិនថាមន្ទីរពិសោធន៍ឯកជនបាទសូមលោកបងប្អូនយើងទាំងអស់គ្នាជាសហគមន៍នៃអ្នកផ្ដល់សេវាផ្នែកមន្ទីរពិសោធន៍តែវិភាគទាំងអស់នេះសូមមានការប្រយ័ត្នប្រយែងពេលខ្លះយើងអាចគិតថាអានឹងជួយមួយទៅគ្នាយើងឧទាហរណ៍ចឹងមានពីណាដឹងទេបាទមានពីណាដឹងយ៉ាងម៉េចដល់ពេលចេញទៅដល់កន្លែងស្រុកគេធ្វើតែមកស្អីក៏គេរកឃើញដែរបាទប៉ារ៉ាម៉ែត្រស្រុកយើងយន្តការសមត្ថភាពម៉ាស៊ីនយើងយើងក៏ធ្វើបានគេក៏ធ្វើបានដូចយើងពេលខ្លះគេធ្វើបានច្រើនជាងយើងទៀតបាទដោយសារគេទំនើបបាទគេមានការវិនិយោគខ្លាំងលើផ្នែកទាំងអស់នេះអញ្ចឹងហើយបងប្អូនទាំងអស់គ្នានេះខ្ញុំជាសារជូនទៅដល់វិស័យឯកជនផងបាទគ្រប់តួអង្គភាគីពាក់ព័ន្ធទាំងអស់គេឈ្មោះរបស់បរិជាណាចក្រគឺពឹងផ្អែកលើយើងទាំងអស់គ្នាខ្ញុំលើពីអតីតកាលបន្តិចទៅចុះមាន case ដែល plot នោះបាទត្រូវបានរកឃើញប៊ីសគេនឹង blacklist ការនាំចេញអង្គរបស់យើងទៅអឺរ៉ុបប៉ារ៉ាម៉ែត្រតែមួយទេបាទដែលយើងមកស្រាវជ្រាវចុះឡើងទៅឃើញមានអញ្ចឹងថាអធិស្ឋានគ្នាចង់ជួយគ្នាទៅសម្រួលគ្នានេះមន្ទីរពិសោធន៍ឯកជនទេណាមិនមែនមន្ទីរពិសោធន៍រដ្ឋយើងទេបាទអញ្ចឹងដល់ពេលជួយគ្នាទៅអញ្ចឹងដល់ពេលនេះគេរកឃើញមកគេធ្វើតេស្តដែរគេសង្ស័យគេធ្វើតេស្តឡើងវិញដែរជាប់ប៉ារ៉ាម៉ែត្រនោះហើយគេសឹងតែ blacklist បរិជាណាចក្រទាំងមូលតែម្ដងអញ្ចឹងអ្នកដែលល្អផ្សេងទៀតនោះខំត្រូវបានខ្លាយទៅជាជនរងគ្រោះដោយសារសកម្មភាពធ្វើប្រហែសឬក៏ការយោគយល់អញ្ចឹងហើយ professionalism integrity នៃមន្ទីរពិសោធន៍នៃសេវាផ្ដល់វិញ្ញាបនបត្រនេះសំខាន់ណាស់